តើយើងអាចទទួលចាត់ទុកថាការយល់សប្តិរបស់យើងជាព្រះបន្ទូលព្រះដែរឬក៏អត់ចំពោះខ្ញុំផ្ទាល់ហើយក្នុងអ្វីដែលយើងជឿលើព្រះយេស៊ូវគ្រីស្ទខ្ញុំតែងតែសួរសំណួរមួយដែលជាសំណួរដែលសំខាន់បំផុតសំណួរគឺសួរថាតើអ្វីទៅជាចំណុចចម្បងដែលព្រះមានបន្ទូលមកកាន់យើងតើអ្វីទៅការយល់សប្តិបងអ្នកខ្លះថាការយល់សប្តិឬក៏យើងឮព្រះសូរសៀងពីលើមេឃមកថាអូព្រះមានបន្ទូលពីលើមេឃមកហើយឬក៏យើងជឿតាមលើបុគ្គលណាម្នាក់ដែលគាត់នាំសារពីព្រះមកប្រាប់យើងឬក៏ជឿលើអភូតហេតុណាមួយដែលស្ដែងដ៏អស្ចារ្យមែនទែនដែលចម្លែកអស្ចារ្យយើងគាត់ថាអូនោះជាព្រះបន្ទូលឬក៏ព្រះមានបន្ទូលមកកាន់យើងហើយអញ្ចឹងខ្ញុំសួរចម្បងថាតើអ្វីទៅជាចម្បងដែលព្រះមានបន្ទូលមកកាន់យើងក្នុងនាមយើងជាគ្រិស្តបរិស័ទតើអ្វីទៅបងប្អូនអាចឆ្លើយបានទេគ្រីស្ទានគ្រប់គ្នានឹងឆ្លើយថាគឺជាព្រះបន្ទូលព្រះឬក៏ជាព្រះគម្ពីរនោះឯង